ដែលយើងឲ្យតម្លៃអ្នកដទៃចាស្មើនឹងយើងឲ្យតម្លៃខ្លួនឯងចាមើងងាយអ្នកដទៃស្មើនឹងយើងមើងងាយខ្លួនឯងចាអញ្ចឹងការរិះគន់គេក៏ដោយបងប្អូនការដែលយើងនិយាយអំពីគេបែបនេះបែបនោះវាស្មើនឹងយើងនិយាយអំពីខ្លួនឯងបងប្អូនគិតវាធ្វើឲ្យរឿងទាំងអស់នោះវាស្រូបទាញចូលមកក្នុងជីវិតរបស់យើងចាការវាតម្លៃគេចាអញ្ចឹងយើងត្រូវតែចេះឲ្យតម្លៃគេស្មើនឹងយើងឲ្យតម្លៃខ្លួនឯងដែរចាបងប្អូនស្រឡាញ់អ្នកដទៃបានក៏ស្រឡាញ់ខ្លួនឯងបានដែរចាឈប់ខ្វល់ខ្វាយពីរឿងរ៉ាវគ្រប់សពបែបយ៉ាងដែលជំនុំខ្លួនរបស់យើងឈប់ខ្វល់ខ្វាយពីរឿងអ្នកដទៃឈប់ខ្វល់ខ្វាយពីរឿងបងប្អូនញាតិមិត្តជិតខាងរបស់យើងចាគួរតែមករៀនយល់ដឹងពីខ្លួនឯងស្គាល់ខ្លួនឯងច្បាស់ថាយើងជាអ្នកណាចាបងប្អូនការដែលយើងស្គាល់ខ្លួនឯងច្បាស់យើងឈប់ខ្វល់ខ្វាយពីអ្វីៗមកជុំវិញខ្លួនយើងទាំងអស់ចាមិនថាបងប្អូនសាច់ញាតិឬក៏អ្នកណាឯងចង់ដឹងចង់ឮរឿងគេឯចាមានដឹងឮស្គាល់តែពីខ្លួនឯងយល់ដឹងអំពីខ្លួនឯងហើយយល់ចេះចាប់ចិត្តចាប់កំណត់តែបងប្អូនពេលដែលយើងរៀនទម្លាប់នៅស្ដាប់រឿងរ៉ាវវិជ្ជមានរឿងរ៉ាវដែលល្អៗចែកល្អៗបងប្អូនទទួលបានរឿងវិជ្ជមានចូលនៅក្នុងជីវិតបងប្អូនចាការគិតវិជ្ជមានឈប់ខ្វល់ពីរឿងរ៉ាវវិជ្ជមានណាបងប្អូនធ្វើឲ្យចិត្តយើងមានក្តីសុខមានភាពរីករាយមានស្នាមញញឹមអត់ខ្លួនឯងចានឹកឃើញតែស្នាមញញឹមមានតែភាពរីករាយមានតែក្តីសុខចេញពីដួងចិត្តរបស់យើងបងពួកយើងគ្រប់គ្នាគឺសិតតែមានមនោនៃចិត្តបរិសុទ្ធចាចំពោះខ្ញុំជឿជាក់ថាខ្ញុំអាចរកឃើញខ្លួនឯងច្បាស់អាចស្គាល់ខ្លួនឯងជាអ្នកណាអាចរកឃើញមនោនៃចិត្តបរិសុទ្ធរបស់ខ្ញុំជឿជាក់ថាខ្ញុំរកឃើញខ្លួនឯងយល់ដឹងអំពីខ្លួនឯងចឹងពេលដែលយើងជួបឧបសគ្គជួបបទពិសោធន៍ជួបបញ្ហាក៏យើងជឿជាក់ចាយើងយល់ដឹងអំពីបទពិសោធន៍ជីវិតយល់ដឹងពីជីវិតយើងអត់មានការពិបាកចិត្តអត់មានការតូចចិត្តតូចថ្លើមខឹងខ្លួនឯងស្អប់ខ្លួនឯងខឹងនឹងបញ្ហាដែលកើតឡើងនេះបងប្អូនយើងដឹងអំពីខ្លួនឯងច្បាស់យល់ដឹងអំពីខ្លួនឯងច្បាស់ស្គាល់ខ្លួនឯងច្បាស់យើងនឹងយល់ដឹងអំពីបញ្ហានិងបទពិសោធន៍ដែលយើងកំពុងតែជួបចឹងបងប្អូនអរគ្នាលើកទឹកចិត្តបងប្អូនអរគ្នាងាកមកស្គាល់ខ្លួនឯងយល់ដឹងអំពីខ្លួនឯងទាំងអស់គ្នាដើម្បីមានឲ្យយើងយល់ដឹងពីជីវិតបងប្អូនចាជីវិតដែលយើងកំពុងតែរស់នៅចាអត់មានការខឹងអត់មានការស្អប់មានតែក្តីស្រឡាញ់ចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាជនរួមជាតិទាំងអស់ចាជួយដល់ប្រទេសជាតិរបស់យើងជួយលើកទឹកចិត្តបងប្អូនដែលគាត់កំពុងតែជួបបញ្ហាជួយបាត់ចាបងប្អូនបញ្ហានិងវិបត្តិគ្រប់សពបែបយ៉ាងវាកើតចេញពីខ្លួនយើងទាំងអស់យើងត្រូវតែទទួលស្គាល់គ្រប់រឿងរ៉ាវដែលចូលមកគឺយើងជាអ្នកស្រូបទាញចូលមកក្នុងជីវិតរបស់យើងយ៉ាងពិតប្រាកដបងប្អូនទទួលស្គាល់គ្រប់រឿងរ៉ាវបានទាំងអស់ហើយបងប្អូននឹងយល់ដឹងពីខ្លួនឯងហើយរៀនស្ដាប់អ្វីដែលវិជ្ជមានឈប់ខ្វល់ខ្វាយពីរឿងសង្គមឈប់ខ្វល់ខ្វាយពីរឿងរញ៉េរញ៉ៃច្រើនខាងមែនតើបងប្អូនចាពេលខ្លះព័ត៌មានដែលយើងទទួលបានវាបែបណាបងប្អូនចាយើងអត់ដឹងច្បាស់ថាវាបែបណាទេជួនកាលព័ត៌មានខ្លះក៏វាមិនមែនពិតប្រាកដព័ត៌មានខ្លះក៏វាធ្វើឲ្យយើងខ្វល់ខ្វាយយើងពិបាកចិត្តយើងគិតប្រេះប្រាស់យើងច្បុកច្បល់យើងអត់ដឹងថាអត់មានអារម្មណ៍ខ្លួនឯងអត់មានគោលដៅអត់លែងចង់រកស៊ីគិតតែបដោតទៅថាវិបត្តិសេដ្ឋកិច្ចបញ្ហាសពគ្រប់បែបយ៉ាងចាយើងបន្ទោសសេដ្ឋកិច្ចបន្ទោសប្រទេសជាតិបន្ទោសសពបន្ទោសគ្រប់យើងអត់ទទួលស្គាល់ខ្លួនយើងនេះចាមើលឃើញតែរឿងរ៉ាវអវិជ្ជមាននៅក្នុងប្រទេសរបស់យើងមើលឃើញតែរឿងរ៉ាវអវិជ្ជមានថាលក់មិនដាច់ធ្វើនេះធ្វើនោះក៏មិនកើតស្អីក៏មិនកើតអ្វីទាំងអស់យើងមើលសម្លឹងទៅតែភាពអវិជ្ជមានចាអញ្ចឹងគេឲ្យយើងទម្លាប់រៀនគិតនៅវិជ្ជរឿងរ៉ាវដែលវិជ្ជមានយើងមើលឃើញនៅរឿងរ៉ាវវិជ្ជមានយើងមានភាពជឿជាក់ចាពេលដែលយើងសម្លឹងតែអវិជ្ជមានបងប្អូនយើងនឹងមានបាក់ទឹកចិត្តអត់មានកម្លាំងកំហែងចង់រកស៊ីទេគិតតែថាហួសវ័យហួសអាយុហួសនេះហួសនោះវ័យប៉ុណ្ណេះបងប្អូននៅស្រុកទេវ័យ70គិតថាវ័យគាត់ចាស់ហើយគាត់ហួសអាយុគាត់លែងចង់បានគាត់លែងប្រាថ្នាធ្វើអ្វីទៀតឯងបងប្អូនតែអាយុមិនច្រើនទេទឹកតែ40ជាងអីទេចា40ជាង50អីគាត់គិតថាវ័យគាត់ចាស់ហើយគាត់លែងចង់រកស៊ីអីអញ្ចឹងបងខ្ញុំគិតទៅធៀបនឹងស្រុកគេចាស់ប៉ុណ្ណាក៏ដោយបងប្អូនអាយុ70ក៏គេនៅតែគ្រប់គ្រងអាជីវកម្មរបស់គេក៏គេនៅតែមានកម្រិតរកស៊ីចាគេអត់មានគិតថាខ្លួនគេចាស់ទេបងប្អូនអញ្ចឹងបងប្អូនអរគ្នាការពិតទៅគ្រប់យ៉ាងនៃការចេញខ្លួនយើងអ្វីគ្រប់យ៉ាងគឺយើងជាអ្នកបង្កើតយើងជាអ្នកសាងចាអញ្ចឹងបងប្អូនអរគ្នាគួរតែងាកមើលខ្លួនឯងចាប់អារម្មណ៍ខ្លួនឯងស្គាល់ខ្លួនឯងច្បាស់ថាខ្លួនឯងជាណាចាអញ្ចឹងបងប្អូននឹងទទួលបានអ្វីដែលល្អចេញពីរាងកាយរបស់បងប្អូនទទួលបានអ្វីដែលអស្ចារ្យចេញពីខ្លួនរបស់បងប្អូនចាហើយយើងមានគំនិតវិជ្ជមានទៀតបងប្អូនគឺគិតវិជ្ជមានគិតល្អរៀនស្ដាប់នៅរឿងរ៉ាវវិជ្ជមានធ្វើឲ្យជីវិតបងប្អូនជួបតែរឿងរ៉ាវល្អចូលមកក្នុងជីវិតដូចគ្នាចាអញ្ចឹងបងប្អូនអរគ្នាគួរតែងាកមកមើលខ្លួនឯងមើលថែការគិតចាប់អារម្មណ៍ការគិតចិត្តគំនិតរបស់ខ្លួនឯងវាគឺជាការពិតរបស់បងប្អូនចាច្បាប់សុខទីមានពិតអញ្ចឹងបងប្អូនអរគ្នាលើកទឹកចិត្តបងប្អូនអរគ្នាងាកមើលថែខ្លួនឯងចាមើលការទឹកចិត្តគំនិតចាអ្វីគ្រប់យ៉ាងគឺមកពីខ្លួនយើងឈប់បន្ទោសគ្រប់សពបែបយ៉ាងនៅក្នុងជំនាញខ្លួនរបស់យើងបានបងប្អូននឹងទទួលបានអ្វីដែលអស្ចារ្យចេញពីរាងកាយបងប្អូនចាអរគុណបងប្អូនគ្នាបំណងរបស់ខ្ញុំ